រឿងព្រះរាជបុត្រកនកែបកាលពីព្រេងនាយមានព្រះនាងមួយអង្គព្រះនាមលីលីដ៏ស្រស់ស្អាតព្រះនាងចូលចិត្តលេងបាល់មាសរបស់ព្រះនាងនៅក្បែរស្រះទត់ដ៏ជ្រៅមួយក្នុងសួនច្បារថ្ងៃមួយព្រះនាងលេងបាល់មាសដោយរីករាយពេកក៏ធ្វើឲ្យបាល់រអិលធ្លាក់ចូលទៅក្នុងស្រះទឹកជ្រៅបាត់ទៅព្រះនាងយំយ៉ាងសោកសៅស្រាប់តែមានកង្កែបបីតងមួយលោតចេញពីស្រះទឹកកង្កែបនោះនិយាយថាព្រះនាងកុំយំអីទូលបង្គំអាចយកបាល់មកវិញបានបើព្រះនាងសន្យាជាមួយទូលបង្គំព្រះនាងគិតថាកង្កែបនេះឯងធ្វើអីកើតតែដោយចង់បានបាល់មាសវិញក៏ព្រមសន្យាថានឹងឲ្យកង្កែបមកសោយអាហារជាមួយនឹងដៃជាមួយកង្កែបក៏លោតចុះទៅយកបាល់មកវិញពេលបានបាល់ហើយព្រះនាងក៏រត់ចូលវាំងបាត់ទៅយប់ឡើងពេលព្រះនាងកំពុងសោយអាហារពេលល្ងាចជាមួយព្រះបិតាស្រាប់តែមានសំឡេងគោះទ្វារកង្កែបមកទារការសន្យាពីព្រះនាងព្រះរាជាក៏ប្រាប់ឲ្យព្រះនាងបើកទ្វារព្រះនាងមិនពេញចិត្តជាខ្លាំងក៏ចាប់កង្កែបទៅបោះទៅលើជញ្ជាំងតែអច្ឆរិយកង្កែបក៏ប្រែខ្លួនទៅជាព្រះរាជបុត្រដ៏សង្ហាមានសម្លៀកបំពាក់រាជដ៏ស្រស់ស្អាតព្រះរាជបុត្រប្រាប់ព្រះនាងថាទ្រង់ត្រូវមេធ្មប់ដាស់បណ្ដាសាព្រះអង្គក៏អរគុណព្រះនាងដែលបានបំបត្តិបណ្ដាសានោះព្រះនាងនិងព្រះរាជបុត្របានឡងស្រឡាញ់គ្នាហើយរៀបអភិសេករស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខជាបន្តបន្ទាប់